ករណីមន្ត្រីយោធាម្នាក់ដែលទាមទារផ្ទះនៅក្នុងគម្រោងបុរីលេងនវត្រាត្រូវដោះស្រាយបញ្ចប់ហើយចំនួនរបស់មន្ត្រីយោធាជាមួយនឹងគម្រោងបុរីរបស់អ្នកអុកញ៉ាលេងនវត្រាដែលត្រូវបានប្រជាពលរដ្ឋចែកចាយពេញបណ្ដាញសង្គមនោះត្រូវដោះស្រាយបញ្ចប់ហើយនៅថ្ងៃទី14ខែមករាឆ្នាំ2026នេះក្រោមការសម្របសម្រួលរបស់ក្រុមការងារក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បើតាមរយៈបណ្ដាញសង្គមរបស់អ្នកអុកញ៉ាលេងនវត្រានៅល្ងាចថ្ងៃទី14ខែមករានេះបានសរសេរថាក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់សូមគោរពអរគុណបងប្រុសដែលបានយោគយល់ព្រមទទួលយកដំណោះស្រាយឈលលើគោលការណ៍ដោះស្រាយបញ្ចប់បញ្ហាជារួមក្នុងកលៈទេសៈដ៏លំបាកនេះអ្នកអុកញ៉ាលេងនវត្រាបានបន្តថាឈលលើកំណត់ហេតុប្រជុំចុះនៅថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នៅទ្រឹស្ដីការក្រសួងនិងតាមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីសូមជូនដំណឹងបន្ថែមដល់ពុកម៉ែបងប្អូនឲ្យបានជឿថាក្នុងខែមករាឆ្នាំ2026នេះក្រុមការងារបុរីបានរៀបចំបន្តការសាងសង់តាមស្មារតីអង្គប្រជុំ